យើងម្នាក់ៗចំណាយពេលស្ទើរតែពីមួយជីវិតត្រឹមតែដើម្បីរកតំណែងជាមួយនឹងអនាគតនៅពេលខាងមុខយើងខំដេញតាមថ្ងៃស្អែកខ្វល់ពីអ្វីដែលមកដល់ហើយក៏មិនដែលឲ្យពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃរំលងផុតទៅយ៉ាងលឿនវាហាក់ដូចជាមានរង្វាន់មានតម្លៃបំផុតដែលកំពុងរងចាំអ្នកនៅពេលខាងមុខប៉ុន្តែនៅពេលដែលអ្នកកំពុងតែរត់ដងហក់យ៉ាងនឿយហត់នោះយើងបែរជាភ្លេចធ្វើនៅរឿងមួយដែលសាមញ្ញបំផុតនោះគឺជាការចុះសម្រាកហើយរស់នៅក្នុងបច្ចុប្បន្នភាពឲ្យបានល្អយើងភ្លេចរីករាយជាមួយនឹងរដូវកាលដ៏ខ្លីនិងមានតម្លៃបំផុតដែលកំពុងតែឆ្លងកាត់គ្រប់វិនាទីនៅក្នុងជីវិតរបស់អ្នកដែលមានន័យសម្ដេចដង្ហើមឲ្យបានវែងហើយធ្វើចិត្តបានស្ងប់រួចក៏ក្លែកមើលជុំវិញខ្លួនឯងឡើងវិញមើលច្បាស់ដោយក្តីស្រឡាញ់ព្រោះថាភាពអស្ចារ្យដ៏សាមញ្ញនៃជីវិតប្រចាំថ្ងៃរបស់អ្នកកំពុងតែស្ថិតនៅចំពោះមុខរបស់អ្នកយើងរវល់តែស្រមើស្រមៃចង់ឆាប់ទៅដល់បានគោលដៅរហូតដល់យើងមើលរំលងនឹងឱកាសផ្សេងៗដែលបានកើតឡើងនៅក្នុងជីវិតរបស់យើងហើយវាប្រៀបដូចជាទស្សនវិជ្ជាដ៏ស្រស់ត្រកាលសម្រាប់រំអនៅក្នុងជីវិតរបស់យើងខ្លួនឯងតែថ្ងៃណាមួយយើងនឹងស្ដាយពេលវេលាដែលបានបណ្ដាលឲ្យវាបានកន្លងផុតពីជីវិតយើងដែលមិនដឹងខ្លួនជាពេលវេលាដែលអ្នកនឹងក្រឡេកមើលមកក្រោយហើយក៏ស្រក់ទឹកភ្នែកចង់ឲ្យពេលវេលាល្អៗទៅនោះបានកើតឡើងម្ដងទៀតទោះបីជាវាជាពេលខ្លីក៏ដោយតែវាពិតជាមានន័យខ្លាំងសម្រាប់អ្នកគ្រាន់តែថាវាមិនអាចទៅរួចនោះទេវាបានត្រឹមតែជាការចងចាំដ៏ល្អមួយតែប៉ុណ្ណោះសូមកុំបណ្ដាលឲ្យពេលវេលានិងឱកាសដែលបានកើតឡើងនៅក្នុងជីវិតរបស់អ្នកកន្លងផុតពីអ្នកឲ្យសោះត្រូវហ៊ាននឹងចាប់យកវាព្រោះថាថ្ងៃណាមួយវានឹងមានតម្លៃបំផុតសម្រាប់ជីវិតរបស់អ្នក